សុខសប្បាយទេបងប្អូនថ្ងៃនេះ ខ្ញុំចង់ធ្វើវីដេអូនេះមួយដើម្បីចែករំលែកដល់បងប្អូនយើងជាពិសេសបងប្អូនយើងដែលមានផ្ទះមួយហើយអឺចង់ទិញអចលនទ្រព្យបន្ថែមដើម្បីយើងសម្រាប់ថ្ងៃអនាគតយើងមាន passive income គឺពាក្យថា passive income នេះគឺពេលដែលយើងអត់ធ្វើការយើងនៅមានលុយចំណូលហ្នឹងគឺសំដៅទៅលើលុយចំណូលមកពីផ្ទះដែលយើងដាក់ជួលហ្នឹងឯងហើយទិញអចលនទ្រព្យវាអាច potentially ហ្នឹងគឺអាចផ្ដល់នៅលុយថវិកាឲ្យយើងហ្នឹងពីរយ៉ាងគឺទី1ហ្នឹងគឺលុយចំណូលដែលយើងជួលផ្ទះហ្នឹងឲ្យអ្នកដែលជួលហ្នឹងគឺរាល់ខែហ្នឹងគឺលុយចំណូលហើយនឹងមួយទៀតគឺ equity ដែលវា build up គឺដែលវាកើនឡើងរាល់ឆ្នាំនៅពេលដែលផ្ទះវាឡើងថ្លៃសម្រាប់តែបងប្អូនដែលជាពិសេសបងប្អូនដែលអត់មាន pension ធ្វើការសប្តាហ៍ថ្ងៃយើងអត់មាន pension ទេយើងសង្ឃឹមទៅលើលុយ Social Security គឺលុយ Social Security ហ្នឹងដូចបងប្អូនឮតំណែងផ្សេងហើយគឺពិតប្រាកដណាគឺមិនជាច្រើនប្រមាណទេហើយមិនអាចដូចថា reliable គឺយើងអាចពឹងពាក់វាបានទេពីព្រោះគេតែងតែគិតថាលុយ Social Security ហ្នឹងនឹងអស់នៅឆ្នាំណាមួយពីព្រោះអ្នកធ្វើការចេះតិចហើយអ្នកដែលទទួលលុយនឹងចេះតែច្រើនព្រោះយើងចេះតែចាស់ទៅវិញនិយាយឲ្យស៊ូគិតទេហើយនៅពេលដែលអ្នកដែលចាស់ទៅនឹងអាយុកាន់តែវែងទៅហើយកាន់តែច្រើនទៅអ្នកធ្វើការដែលបញ្ចូលលុយមកនឹងចេះតិចទៅគឺវាគង់តែអស់ទេថ្ងៃណាមួយអញ្ចឹងយើងមិនអាចពឹងពាក់នៅ Social Security នឹងបានទេហើយនេះជាឧទាហរណ៍ផ្ទាល់ព្រោះបើនិយាយទៅខ្ញុំដល់អាយុដល់ពេលខ្ញុំទៅ apply Social Security ហើយប៉ុន្តែខ្ញុំទៅមើលវាមិនបានអីប្រហែលទេអញ្ចឹងបាច់ apply ក៏បានពីព្រោះមិនគ្រប់ទេខ្ញុំហ៊ានប្រាប់បងប្អូនថាបើសិនជាបងប្អូនរស់នៅក្នុងផ្ទះរបស់បងប្អូនសប្តាហ៍ថ្ងៃនេះមានឡានល្អមានទូកមានផ្ទះល្អនៅនេះនៅពេលដែលយើងឈប់ធ្វើការទៅហើយយើងពឹងទៅលើ Social Security តែម្ដងហ្នឹងគឺមិនអាចនៅ keep a lifestyle យើងនឹងបានទេអញ្ចឹងយើងត្រូវរកចំណូលអីថែមទៀតដើម្បីជួយឲ្យយើងមាន income keep a lifestyle យើងនឹងបានហើយយើងនៅមានពេលវេលាដូចថាដើរលេង enjoy life too អញ្ចឹងមានតែយើងទិញផ្ទះដាក់ជួលនេះឯងដែលគេហៅថា passive income ហ្នឹងដើម្បីនៅពេលនោះrental income យើងក៏វា increase យើងត្រូវយើងអត់ចាំដល់ពេលនោះហើយបើយើងទិញយើងដាក់ invest ទេពីព្រោះដោយបងប្អូនដឹងស្រាប់ហើយយើងទិញផ្ទះមកយើងយកមកធ្វើជួសជុលអីចឹងទៅវាមានសហុយដែរយើងដាក់ជួលអីទៅជួនកាលវាអត់តាន់ចំណេញទេអត់តាន់មាន cash flow មកភ្លាមទេប៉ុន្តែនៅពេលដែលយើងទិញ long term លុយ rent ហ្នឹងគឺយើងឡើងរាល់ឆ្នាំអីចឹងទៅហើយequity ហ្នឹងក៏វា build up រាល់ឆ្នាំដែរហើយដល់ពេលរយៈពេលយូរតិចទៅគឺយើងមាន cash flow after យើងដកលុយចំណាយយើងចេញទៅនៅសល់លុយចំណេញយើងហ្នឹងយើងអាចយកមកចាយវាបាននៅថ្ងៃអនាគតហើយកម្មវិធីនេះគឺគេហៅថាកម្មវិធីមួយដែលមិនបាច់មានផ្ដល់នៅតាក់ return W2 pay stub អីទេគឺកម្មវិធីពួកខាងខ្ញុំនេះគឺផ្ដល់ឲ្យបងប្អូនឲ្យតែយើងដូចថាមានផ្ទះមួយរួចហើយដើម្បីយើងទិញមួយទៀតហ្នឹងយើងទិញសម្រាប់ជួលយើងអត់យើងស្រាប់នៅទេនឹងយើងអាចឲ្យខាង appraiser ហ្នឹងគាត់ទៅវាយតម្លៃផ្ទះហ្នឹងដូចថា income ហ្នឹងដែលយើងបើថាយើងជួលហ្នឹងបានប្រមាណហើយបើសិនជា rental income យើងនឹងបានហើយដូចថា cover mortgage cover insurance cover property tax ឲ្យយើងនឹងបានហើយឬក៏ខ្វះតិចតួចក៏អាចធ្វើបានដែរបានហើយ loan គឺអត់មានតកតងនឹង income លុយចំណូលផ្ទាល់ខ្លួនរបស់បងប្អូនទេអញ្ចឹងនេះជាឱកាសមួយដ៏ល្អសម្រាប់បងប្អូនដែលចង់គិតពីរឿងអនាគតដែលចង់ទិញអចលនទ្រព្យដើម្បីរក passive income លុយចំណូលនៅថ្ងៃមុខនៅពេលដែលបងប្អូនចូលនិវត្តន៍
ឬក៏យើងដូចខ្ញុំថាអញ្ចឹងបើសិនជាបងប្អូនមិនធ្វើអញ្ចឹងទេខ្ញុំគិតថាយើងរស់នៅCalifornia យ៉ាងនេះវាពិបាកបន្តិចព្រោះស្អីក៏ថ្លៃដល់ហើយយើងត្រូវតែលក់ផ្ទះយើងនឹងយើងមូទៅកន្លែងមួយផ្សេងហើយទៅនៅស្រុកត្រជាក់ឬក៏ទៅនៅស្រុកក្តៅហើយកូនចៅយើងនៅកាលីយើងនេះហើយយើងទៅនៅឆ្ងាយដល់ចាស់ទៅកាលយើងទទួលអារម្មណ៍ថាឯកោដែរហើយទៅនៅក្រៅប្រទេសជួនកាលពេលពិបាកចឹងយើងចង់ដូចថារស់នៅកន្លែងដែលយើងដូចថាយើងធ្លាប់រស់នៅហើយយើងចង់ keep a lifestyle យើងនឹងដដែលចង់ដូចថាមានសមត្ថភាពមានទូកមានឡានល្អមានផ្ទះនៅអាហ្នឹងគឺយើងត្រូវរកអ្វីជួយដូចថា supplement គឺជួយប្រគ្រប់ហើយក្នុងដូចថារបៀបជាច្រើនយ៉ាងហ្នឹងរបៀបទី1ហ្នឹងមួយយ៉ាងហ្នឹងគឺយើងអាចទិញអចលនទ្រព្យដើម្បីយើងដាក់ជួលនឹងឯងហើយដូចខ្ញុំថាអញ្ចឹងបើសិនជាបងប្អូនមានគោលបំណងចង់ឲ្យពួកខ្ញុំហ្នឹងជួយធ្វើ loan ហើយជួយទិញអចលនទ្រព្យហ្នឹងដើម្បីរៀបចំខាងរកស៊ីខាង investment នេះសូមទំនាក់ទំនងមកហើយដូចខ្ញុំនិយាយខាងមុខដែរគឺ loan នេះគឺយើងមិនបាច់ចាំមានកដាស់អីរញ៉េរញ៉ៃច្រើនទេគឺกระดาษហ្នឹងគឺតែមានតែតិចតួចទេយើងរ៉ាន់ credit អីចឹងទៅID card អីប៉ុណ្ណឹងទេពីព្រោះរឿងincome ហ្នឹងវាមកពីផ្ទះដែលយើងទិញនោះទេហើយអញ្ចឹងសូមបងប្អូនយើងពិចារណាហើយទំនាក់ទំនងមកហើយជួយផ្សាយដល់បងប្អូនផ្សេងមិត្តភ័ក្តិផងថាយើងទិញផ្ទះសម្រាប់ investment នេះគឺយើងមិនចាំបាច់ប្រើប្រាស់លុយផ្ទាល់ខ្លួនយើងទេសូមអរគុណហើយសូមជូនពរឲ្យបងប្អូនយើងនឹងមានសុខភាពល្អអូខេបាយបាយសុខសប្បាយ